គោលការណ៍នៃការដោះមីនមនុស្សធម៌តាមព្រំដែនប៉ុន្តែការអនុវត្តជាក់ស្ដែងនៅតែមានបញ្ហាប្រឈមខ្លះៗការដោះមីនគឺជាចំណុចសំខាន់មួយដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមសន្តិភាពរវាងប្រទេសទាំងពីរដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរនាពេលថ្មីៗនេះជំហរនឹងការអនុវត្តនៃការដោះមីនកម្ពុជាបានបង្ហាញការបដិញ្ញាចិត្តរបស់ខ្លួនចំពោះការដោះមីនមនុស្សធម៌និងបានស្នើឲ្យភាគីទាំងពីរសហការកំណត់តំបន់អន្តរភាពសម្រាប់ការដោះមីនកម្ពុជានៅតែបដិញ្ញាសម្រាប់គោលដៅប្រទេសគ្មានមីនត្រឹមឆ្នាំ2030ការប្រជុំបច្ចេកទេសក្រុមការងារសម្រាប់សម្រួលចម្រុះកម្ពុជាថៃក៏កំពុងបន្តជួបប្រជុំគ្នាដើម្បីរៀបចំនីតិវិធីប្រតិបត្តិការសម្រាប់ការងារដោះមីនបញ្ហាប្រឈមការប្រួយបារម្ភរបស់កម្ពុជាតម្រូវឲ្យបោះបង្គោលកម្ពុជាធ្លាប់លើកឡើងហើយថាការដោះមីនអាចធ្វើទៅបានលុះត្រាតែត្រូវបោះបង្គោលព្រំដែនច្បាស់លាស់ជាមុនសិនដើម្បីជៀសវាងការឈ្លានពាននិងការប្រួយបារម្ភពីការវាយទីកម្ពុជាក៏បានសម្ដែងការប្រួយបារម្ភថាគម្រោងដោះមីននៅតំបន់ចំនួនអាចបើកផ្លូវឲ្យថៃវាយទីយកដីខ្មែរដោយជោគជ័យប្រសិនបើមិនមានការកំណត់ច្បាស់លាស់ការចាប់ផ្ដើមដោះមីនថៃបានរាយការណ៍ខ្លួនបានចាប់ផ្ដើមប្រតិបត្តិការដោះមីននៅក្នុងតំបន់កំណត់របស់ខ្លួនមួយចំនួនដូចជានៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទលក្ខខណ្ឌសន្តិភាពថៃបានចាត់ទុកការដោះមីនជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌ4ចំណុចនៃក្របខ័ណ្ឌសន្តិភាពដើម្បីស្ដារទំនាក់ទំនងឡើងវិញស្នើសុំប្រតិបត្តិការតែក្នុងទឹកដីខ្លួនកម្ពុជាបានស្នើសុំឲ្យថៃប្រតិបត្តិការដោះមីនយ៉ាងតឹងរ៉ឹងនៅក្នុងទឹកដីរបស់ខ្លួននិងជៀសវាងសកម្មភាពកែប្រែដីធ្លីដូចជាការដាក់លួចបន្លាចសរុបមកភាគីទាំងពីរមានឆន្ទៈក្នុងការដោះមីនតាមព្រំដែនដើម្បីសុវត្ថិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប៉ុន្តែភាពយឺតយ៉ាវនិងភាពប្រឈមនៅតែមានដោយសារតែបញ្ហាផែនទីនិងការបោះបង្គោលព្រំដែនដែលមិនទាន់មានដំណោះស្រាយរួចរាល់បញ្ហាការបោះបង្គោលព្រំដែនគឺជាឫសគល់នៃភាពតានតឹងនិងជាឧបសគ្គដ៏ធំបំផុតក្នុងការដោះស្រាយបញ្ហាដោះមីននិងចំនួនព្រំដែនផ្សេងៗទៀតស្ថានភាពបច្ចុប្បន្ននៃការបោះបង្គោលព្រំដែនកម្ពុជាថៃចំនួនព្រំដែនដ៏វែងអន្លាយនេះមានប្រភពចេញពីសន្ធិសញ្ញាដែលបានចុះហត្ថលេខារវាងសៀមថៃបច្ចុប្បន្ននិងអាណានិគមបារាំងតំណាងឲ្យកម្ពុជាកាលពីអតីតកាលទី1គឺភាពរីកចម្រើនថ្មីក្រោយកិច្ចព្រមព្រៀងសន្តិភាពភាគីទាំងពីរបានសម្រេចនូវការឯកភាពគ្នាបច្ចេកទេសមួយចំនួនក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះព្រំដែនគោលកម្ពុជាថៃ JBC នាពេលថ្មីនេះការឯកភាពលើគំរូបង្គោលកម្ពុជានិងថៃបានឯកភាពគ្នាបង្កើតបង្គោលព្រំដែនឡើងវិញចំនួន15ដើមតាមគំរូបង្គោលចំនួនបារាំងលើទីតាំងដើមដែលបានឯកភាពគ្នាការវាស់វែងជាក់ស្ដែងភាគីទាំងពីរបានឯកភាពចោះវាស់វែងនិងពិនិត្យលក្ខខណ្ឌសីមាជាក់ស្ដែងនៅក្នុងតំបន់តានតឹងមួយចំនួនដូចជាតំបន់ជោគជ័យតំបន់ព្រៃភូមិព្រៃច័ន្ទទី2បញ្ហាប្រឈមធំដែលនៅសេសសល់ទោះបីមានការឯកភាពបច្ចេកទេសក៏ដោយបញ្ហានយោបាយនិងច្បាប់នៅតែរារាំងការបោះបង្គោលឲ្យបានពេញលេញផែនទីខុសគ្នានេះគឺជាកត្តាធំបំផុតផែនទីដែលកម្ពុជាប្រើផ្អែកលើសន្ធិសញ្ញាបារាំងសៀមនិងសាលដីកាតុលាការអន្តរជាតិឆ្នាំ1962និងផែនទីដែលថៃប្រើមានចំណុចទល់ដែនខុសគ្នារាប់រយម៉ែត្ររហូតដល់រាប់រយគីឡូម៉ែត្រនៅក្នុងតំបន់ខ្លះជំហរកម្ពុជាប្រកាន់ភ្ជាប់នៅភាពត្រឹមត្រូវនៃផែនទីរបស់ខ្លួនហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តយុទ្ធសាស្ត្រច្បាប់នៅតុលាការអន្តរជាតិ ICJ ក្នុងករណីចាំបាច់ដោយករណីប្រាសាទព្រះវិហារអនុសារណៈយោគយល់ឆ្នាំ2000 MOU ឆ្នាំ2000កិច្ចការព្រំដែនបច្ចុប្បន្នត្រូវបានអនុវត្តតាមអនុសារណៈនេះដែលបានចែងអំពីការសហការរុករកនិងបោះបង្គោលព្រំដែនក្នុងចំណោមខ្សែព្រំដែនប្រហែលប្រវែង800គីឡូម៉ែត្រភាគីទាំងពីរបានរកឃើញបង្គោលចាស់តែ48ដើមក្នុងចំណោម73ដើមប៉ុណ្ណោះដែលធ្វើឲ្យមានតំបន់មិនទាន់កំណត់ច្បាស់លាស់ច្រើនការទៀមទាត់ដែលសមុទ្រត្រួតគ្នាក្រៅពីព្រំដែនគោកក៏មានការចរចាដ៏ស្មុគស្មាញស្ដីពីតំបន់ទៀមទាត់ដែលសមុទ្រត្រួតគ្នាដែលត្រូវតែដោះស្រាយដោយឈលលើគោលការណ៍គោរពគ្នាទៅវិញទៅមកសរុបមកការបោះបង្គោលព្រំដែនមិនទាន់បញ្ចប់នៅឡើយទេការឯកភាពគ្នាថ្មីនេះគឺជាការរីកចម្រើនដ៏សំខាន់សម្រាប់តែតំបន់ជាក់លាក់មួយចំនួនប៉ុណ្ណោះខណៈដែលបញ្ហាដើមរវាងផែនទីទាំងពីរនិងតំបន់ចំនួនផ្សេងទៀតនៅតែជាកិច្ចការដែលត្រូវចំណាយពេលយូរដើម្បីដោះស្រាយបញ្ហាទាហានកម្ពុជាទាំង18នាក់ដែលត្រូវបានយោធាថៃចាប់ខ្លួនគឺជារឿងសំខាន់មួយដែលត្រូវបានលើកឡើងក្នុងកិច្ចការចរចាសន្តិភាពកិច្ចព្រមព្រៀងដោះលែងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រៀងដែលបានអះអាងថាទាហានទាំង18នាក់នឹងត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃលក្ខខណ្ឌថៃភាគីថៃបានផ្ដល់ភ្លើងខៀវឲ្យដោះលែងតែបានស្នើសុំឲ្យកម្ពុជាអនុវត្តលក្ខខណ្ឌមួយចំនួនជាមុនសិនដូចជាការដាក់អាវុធធុនធ្ងន់ចេញពីតំបន់ចំនួនបន្តដោះមីនមនុស្សធម៌រួមគ្នាបង្ក្រាបអក្រិតកម្មឆបោករៀបចំប្រជាពលរដ្ឋមូលដ្ឋានតាមព្រំដែនឲ្យមានរបៀបរៀបរយជំហរនឹងការបារម្ភទោះបីមានការធានាពីកិច្ចព្រមព្រៀងក៏ដោយក៏ព័ត៌មានបច្ចុប្បន្នមួយចំនួននៅតែបង្ហាញពីការព្រួយបារម្ភថាភាគីថៃមិនទាន់បង្ហាញសញ្ញាច្បាស់លាស់នៃការដោះលែងនៅឡើយទេរហូតតតែមានលក្ខខណ្ឌទាំងនោះត្រូវបានបំពេញរាជរដ្ឋា
ភិបាលកម្ពុជាក៏បានស្វែងរកជំនួយពីអង្គការកាកបាទក្រហមអន្តរជាតិដើម្បីជួយសម្រួលដល់ការដោះលែងទាហានទាំងនោះផងដែរសម្រាប់ព័ត៌មានរបស់យើងក៏ត្រូវបានបញ្ចប់តែត្រឹមនេះសិនសម្រាប់បងប្អូនដែលតាម Subscribe Channel Page នេះខ្ញុំកុំភ្លេចណាសូមជួយ Subscribe ម្នាក់មួយនិង Share បន្តចែកគ្នាផងសូមអរគុណសូមជម្រាបលាសន្យាជួបគ្នានៅវីដេអូបន្តទៀត